បាទថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅទស្សនារមណីយដ្ឋានមួយកន្លែងដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញយើងនេះទេត្រឹមតែ20នាទីទេគឺរមណីយដ្ឋានភ្នំប្រសិទ្ធហើយភ្នំប្រសិទ្ធនេះគឺមាន2បងប្អូនគឺមាននៅខាងជើងមួយនិងខាងត្បូងមួយរមណីយដ្ឋានខាងជើងខ្ញុំធ្លាប់បានឡើងហើយប៉ុន្តែនៅខាងត្បូងវិញគឺជាលើកដំបូងរបស់ខ្ញុំតែប៉ុណ្ណោះខ្ញុំបានធ្វើដំណើរចេញពីរាជធានីភ្នំពេញមកត្រឹមតែ20នាទីទេតាមផ្លូវ41កាត់វត្តភ្នៀតហើយត្រឹមតែ20នាទីខ្ញុំបានមកដល់ភ្នំប្រសិទ្ធខាងត្បូងផ្លូវឡើងភ្នំប្រសិទ្ធគឺមានលក្ខណៈល្អដោយផ្លូវចាក់បេតុងហើយម៉ូតូឬរថយន្តអាចឡើងទៅដល់កំពូលភ្នំបានដោយងាយស្រួលខ្ញុំបានធ្វើដំណើរមកទីនេះដោយម៉ូតូម្ចាស់របស់ខ្ញុំបាទក៏ប៉ុន្តែវាបាននាំខ្ញុំទៅគ្រប់ទីកន្លែងខ្ញុំបានធ្វើដំណើរឡើងនិងទស្សនាព្រៃព្រឹក្សាជាពិសេសគឺសម្រស់ធម្មជាតិនៃភ្នំប្រសិទ្ធខាងត្បូងនេះឃើញថាពិតជាស្រស់ស្អាតពណ៌បៃតងខ្ចីខ្ញុំបានឈប់ម៉ូតូដើម្បីគយគន់ទេសភាពគឺជាកន្លែង view point មួយដ៏ស្រស់ស្អាតដែលយើងអាចមើលឃើញរាជធានីភ្នំពេញទាំងមូលបាទដូច្នេះបើសិនមកបងប្អូនចង់រំសាយឬ relax អីខ្ញុំគិតថាកន្លែងនេះជាកន្លែងមួយដ៏ល្អបំផុតដោយបងប្អូនចំណាយពេលមិនយូរបាទត្រឹមតែ20នាទីគឺមកដល់ហើយអាចនាំក្រុមគ្រួសារឬក៏មិត្តភ័ក្តិសង្សារអីមកគយគន់ទេសភាពនៅទីនេះបងប្អូនយល់យ៉ាងណាដែរបាទនៅចំពោះមុខខ្ញុំនេះគឺមានប្រាសាទភ្នំរាបបាទហើយជាពិសេសយើងអាចមើលឃើញទន្លេបាទគឺជាទន្លេមេគង្គយើងអាចមើលឃើញរាជធានីភ្នំពេញទាំងមូលទេសភាពគឺបៃតងខ្ចីល្អណាស់កន្លែងនេះយើងអាចក្រាលកន្ទេលអីអង្គុយសង់ទីម៉ង់សង់ទីម៉ែត្រសង់ឲ្យឆ្អែតបាទគឺបានតាមចិត្តពេលរាត្រីធ្លាក់ចូលស្ងប់ស្ងាត់ភ្លើងទីក្រុងពេលវេលាដែលបងប្អូនអាចមកទស្សនានៅទីនេះគឺម៉ោងប្រហែលជា4ទៅម៉ោង5គឺជាពេលវេលាដ៏ល្អបំផុតបាទទីមួយថ្ងៃបាំងភ្នំរសៀលគ្រងភ្នំទៅគឺកន្លែងនេះគឺមលុបហើយដូច្នេះបងប្អូនអាចមកសម្រាកលំហែកាយក្រាលកន្ទេលជាមួយនឹងក្រុមគ្រួសារនៅទីនេះបាទបងប្អូនយល់យ៉ាងណាដែរចំពោះទីកន្លែងមួយនេះចឹងដូច្នេះបើសិនបងប្អូនចង់មកទស្សនាទីនេះសូម comment មួយមកបាទសូមអរគុណសូមទស្សនាវីដេអូនិងស្ដាប់បទភ្លេងពីរោះនេះបន្តទៅទៀតរៀមរស់ជាមួយវាហើយបន្តដំណើរដោយមិនបោចបង់ជីវិតអ្នកជិះម៉ូតូគឺជាជីវិតសេរីបេះដូងពោពេញដោយកម្លាំងនិងក្តីសង្ឃឹមមិនថាផ្លូវនាំទៅដល់ទីណាខ្ញុំនឹងជិះតាមផ្ទៃស្រមៃរហូតជីវិតអ្នកជិះម៉ូតូគឺជារឿងរ៉ាវមួយដែលសរសេរឡើងដោយកង់នឹងផ្លូវដរាបណាដងហាងនៅតែមានខ្ញុំនឹងជិះទៅមុខជានិច្ច